តាអ៊ុំរូបសំណាក់មេទ័ពខ្មែរសង់បែរមុខទៅរកច្រកព្រំដែនអានសេសស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចក្រឈូសឆាយកំទេចរូបសំណាក់តាអ៊ុំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេសស្ថិតក្នុងភូមិអានសេសឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ុំម្ល៉េះតើប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេទ័ពខ្មែរដ៏អង់អាចពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង់អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួតឡាបើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែវសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានជាប់ឈ្មោះមុខជាច្រកទ្វារអានសេះដែលជាច្រកចេញជាធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយសៀមផងច្រកអានសេសស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើដងភ្នំរ៉េតជាប់ព្រំប្រទល់ខេត្តឧបូរប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេសដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់